trên nó không video nếu trong hai cho tôi cầm tí củaក្រុមឯកសារបាទអញ្ចឹងជាដំបូងយើង login ចូលជាមួយនឹង account របស់យើងមកបាទអញ្ចឹងនៅក្នុងនេះមានកំណត់អ្នកប្រើភ្ជាប់ទិន្នន័យភាសាទីតាំងកំណត់ទីតាំងហើយនឹងផ្សេងៗទៀតបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំអត់ធ្វើទេអញ្ចឹងដើម្បីប្រើទីមួយយើងត្រូវកំណត់ user សិនបាទ user ឈ្មោះអី admin ឬក៏ user ធម្មតាបាទអានេះ admin គឺយើង tick admin បើ user ធម្មតាយើងអត់ tick ទេបាទអញ្ចឹងជំហានបន្តគឺកំណត់ទីតាំងបាទកំណត់ទីតាំងនេះបានន័យថាជាទីតាំង folder ដែលយើងត្រូវ store ទុកឯកសារទាំង line ដែលយើង store ទុកនោះទុកនៅកន្លែងណាដាក់ folder មួយដុំបាទដើម្បីងាយស្រួលកុំឲ្យច្រឡំបើយើងទុកនៅលើ desktop នៅក្រោយនឹងលោកមានបញ្ហាចឹងឥឡូវខ្ញុំដាក់នៅក្នុង Microsoft Access តមកខ្ញុំដាក់នៅឯកសារ document មួយបាទនេះ manager document double click ខ្ញុំបង្កើត folder នេះមួយអូខេអញ្ចឹងបើន័យថារាល់ឯកសារទាំងអស់គឺវា save ចូលទៅទីតាំងនោះហើយបាទបន្តមកទៀតយើងដល់បើកឯកសារបាទអញ្ចឹងជាទូទៅបើយើងចូលជា admin យើងមានកន្លែងកែប្រែបាទ text កែប្រែមកយើងធ្វើការបញ្ចូលនៅក្នុងឯកសារឧទាហរណ៍ថាយើងបញ្ចូលសៀវភៅសិក្សាគោលបាទសិក្សាគោលពិនិត្យបាទហើយកន្លែងនេះ link online បើសិនយើងមាន online link យើងប្រើ link online មកដាក់ក្នុងនោះបើយើងអត់ទាន់មាន link online នេះយើងភ្ជាប់សញ្ញាបូកនេះបាទឥឡូវខ្ញុំត្រូវឯកសារនឹងមកសិនបាទត្រង់ចំណុចទៅនេះនៅពេលដែល add ចូលនេះគឺយើងមិនអាចទៅ add ចូលពី try D try C បានទេណាបាទ try D បានទេអញ្ចឹងលក្ខខណ្ឌរបស់យើងគឺយើងទៅ add ចូលដល់យើងកន្លែង download ថ្មីមកបាទfile មួយណាដែលយើងចង់ដាក់ចូលបាទ PDF ឬក៏អីគេបាទឬ PDF បាទឧទាហរណ៍ចុះមួយនេះចុះបាទអញ្ចឹងនៅពេលដែលយើងចុចចូលទៅយើងគឺវាចូលទៅក្នុង folder របស់យើងហើយបាទនេះឧទាហរណ៍ណាអញ្ចឹងយើងទៅមើលនៅក្នុង folder របស់យើងគឺវានឹងចូលទៅក្នុង folder របស់យើងនេះបាទអញ្ចឹងយើងអាចដាក់បានទាំងអក្សរខ្មែរទាំងអក្សរអង់គ្លេសបាទចុចបូកមកបាទយើងទៅ down ថ្មីបាទយើង down ថ្មីហ្នឹងយើងទៅរក file របស់យើងមកបាទយើងអាចដាក់ជារូបភាពបានផងដែរបាទអញ្ចឹងយើងទៅមើលនៅក្នុង file របស់យើងគឺវាចូលទាំងរូបភាពទៀតបាទតទៀតយើងចង់ដាក់ជាមានអក្សរខ្មែរបាទរកកន្លែងណាមានអក្សរខ្មែរទៅសិនអូតែជាឯកសារ Word ក៏បានដែរបាទនេះគឺជាឯកសារ Word ដូចគ្នាបាទតែលក្ខខណ្ឌគឺយើង add ចេញពីកន្លែង download ឬក៏ document នៅលើ desktop របស់យើងទេបាទហាមចូលចេញពី 3D គឺវាអត់ support ទេបាទអញ្ចឹងយើង add ចូលបានយើងអាចបើកមើលបានមិនថា Word មិនថាអីទេយើងចុច open មកបាទគឺវាបើកឯកសារយើងចេញមកបាទហើយយើង close ទៅវិញបានអញ្ចឹងយើងលុបយើងចុចសញ្ញាខ្វែងនេះគឺ tick ឡើងនេះដើម្បីដំណើរការទៅការលុបវាបានហ្នឹងពាក់ព័ន្ធនឹង add នឹងចូលឥឡូវបើនេះយើង copy file នឹងដាក់នៅក្នុង Google Drive យើង share មកស្ដាំopen source send shortcut ដាក់ desktop មកយើងប្រើបានហើយបាទយើងចែកគ្នាប្រើបានហើយតាក់ទង file ហ្នឹងមួយទៀតបើសិនជាយើងចង់ឲ្យវាដំណើរការលឿនយើងអាចប្រើ link online បាទ link online អញ្ចឹងឧទាហរណ៍យើងចូលទៅរកឯកសារណាមួយនៅក្នុង online link របស់យើងបាទ link មួយនេះបាទ link អញ្ចឹងដើម្បីបាន link នេះគឺយើង copy link ហ្នឹងមកបាទ copy link រដ្ឋបាលហ្នឹងមកហើយបន្តមកទៀតយើងយកមកផាសដាក់ចូលកន្លែងនេះបាទអញ្ចឹងដល់ពេលយើងត្រូវការបើកយើងចុច open មកអញ្ចឹងវាត្រូវការបើក link ទៅរកឯកសាររបស់យើងបាទ link ទៅ online internet ទៅម្ដងបើយើងមាន file upload ជាមួយ Google Drive យើងគាត់នឹង copy link យកមកដាក់ក្នុងហ្នឹងមកជាការស្រេចបាទអញ្ចឹងយើងបើកមើលបានហើយកន្លែងនេះគឺចឹងដែរតែបើយើងចង់លុបចោល select វាលុបទាំងអស់ចោលទៅបាទហើយនៅពេលដែលយើងលុបចោលអស់ទៅវាធ្វើការបើកនៅ file ដើមយើងវិញហើយបាទ file ដើមយើងវិញហើយអញ្ចឹងយើងយក file ដើមទៅ upload ចូល Google Drive copy link មកវិញបាទអញ្ចឹងមានប៉ុណ្្នឹងទាក់ទងនឹងការប្រើហើយសម្រាប់ user ធម្មតាបាទ user ធម្មតាបាទ user ធម្មតាយើងមិនអាចធ្វើការលុបបានទេបាទអញ្ចឹង user ធម្មតាយើងអត់មានកន្លែង tick ដើម្បីធ្វើការលុបឯកសារចេញបានទេ
ហើយក៏មិនអាច add file ថែមបានយើងមានចិត្តត្រឹមតែបើកមើលទេបាទយើងអាចបើកមើលបានបើកមើលបានប៉ុន្តែយើងអត់អាច add ដាក់ចូលថែមបានហើយក៏មិនអាចលុបបានប៉ុន្តែយើងអាច research បានណា research តាមខ្លឹមសាររបស់វាដូចអញ្ចឹងអាច search បានអញ្ចឹងមាន2អញ្ចឹងណា search មកតែមានមួយតែមក search តាមប្រភេទឯកសារយើងមានប្រភេទយើង search បានប៉ុន្តែនៅក្នុងនេះយើងអត់ទាន់បានបញ្ចូលប្រភេទឯកសារនឹងគ្រប់ចំនួនអញ្ចឹងវាមិនអាច research បានទេវានឹង error វាចេញ message ដល់នេះហើយយើង clear វិញកន្លែងនេះបាទអញ្ចឹងលក្ខខណ្ឌរបស់យើងត្រូវបញ្ចូលទិន្នន័យតារាងនេះគ្រប់ដើម្បី research បានបើអត់គ្រប់ទេរំលងជួរណាឧទាហរណ៍ជួរ research កន្លែងខ្លឹមសារអញ្ចឹងខ្លឹមសារបញ្ចូលឲ្យគ្រប់កុំឲ្យរំលងបាទហើយប្រភេទលិខិតនេះគឺយើងត្រូវបញ្ចូលឲ្យគ្រប់ទាំងអស់ដើម្បី research បានបើអញ្ចឹង research បានកន្លែងនេះមានប៉ុណ្ណឹង